អូនសម្លាញ់អូនស្អាតណាស់ចាអូនដឹងហើយអ្នកណាក៏សរសើរអូនបែបនេះដែរបងណាពួកយើងគួរតែមានកូនជាមួយគ្នាទៅល្អទេអូនចង់មានកូនឲ្យបងណាកុំអីបងថាមិនទាន់ដល់ពេលទេព្រោះបងក៏ពោលគិតថានឹងលេងលះនឹងប្រពន្ធបងឆាប់នេះអូនឯងសប្បាយចិត្តទេអូនសម្លាញ់និយាយមិនសប្បាយចិត្តយ៉ាងម៉េចបងបែបនោះមែនអូនក៏បានពេញមុខពេញមាត់នឹងគេដែរមិនលាក់មុខលាក់ក្រោយនឹងរងការតែដៀលពីអ្នកភូមិទៀតទេប្រកបណាស់អូនសម្លាញ់ប្រពន្ធបងដូចជាបាយកកដែលផ្អុំអញ្ចឹងមិននឹងអាចប្រៀបស្មើនឹងទេពអប្សររបស់បងពេលនេះបានទៅថើបយកហេងមួយសិនបងឯងនេះប្រសពនិយាយណាអញ្ចឹងតាបានជាពាក្យចាស់ពោលថាបរោះសម្ដីពីរោះគួរឲ្យគោរពបរោះសម្ដីផ្អែមច្រើនតែខលនេះអូនកំពុងតែសរសើរបងឬក៏ជេរបងនេះអូននេះក៏ខូចណាស់ដែរអញ្ចឹងយើងសប្បាយជាមួយគ្នាបន្តទៅបងសម្លាញ់ឲ្យឆាប់ឡើងបេះដូងនេះសុពលកំពុងតែសហ័យស្មន់នឹងគ្នាជាមួយនាងរចនាស្រាប់តែសុភាដែលជាប្រពន្ធក៏មកតាមទាន់រួចនិយាយទាំងកំហឹងថាបងសុពលមិនក៏បងផាត់ក្បត់ខ្ញុំបែបនេះនាងស្រីនោះជាអ្នកណាទៅឆាប់ចេញមកភ្លាមបើខ្លាំងកំពូនអីវើយគឺបងអត់បានក្បត់អូនទេនាងគ្រាន់តែមកកោះខ្យល់ឲ្យបងតែប៉ុណ្ណោះតាបងជប់ខកទៅអូនមិនមែនកូនក្មេងទេបងអាក្រក់ណាស់ឆ្លៀតបានគ្រប់ពេលចាំមិនចាំអូនឆ្លងទលេសិនមិនបានមែនទេវាជាអ្នកណាចាប់ចេញមកអត់ទេអូននាងជាអ្នកមកកោះខ្យល់ឲ្យបងមែនណាបងអត់កុហកទេបានអ្នកកោះខ្យល់មិនក៏មិនឆាប់បង្ហាញខ្លួនមកបងនៅកុហកដល់ណាទៀតល្បិចកោះខ្យល់មានតែនៅក្នុងកុនទសវត្ស60ទេឆាប់ចេញភ្លាមមកយើងចេញក៏បានយើងក៏មិនចង់ទ្រាំលួចលាក់បែបនេះដែរធុញណាស់វើយអ្នកណាយល់អារម្មណ៍ប្រពន្ធចង់ខ្លះទៅចង់ធ្វើអីមិនស្រួលចិត្តទេរចនាមិនក៏ឯងក្រែងឯងជាប្អូនចដូនមួយយើងតែមែនទេមិនក៏លួចស៊ីប្តីរបស់យើងទៅវិញមីប្អូនរមើលគុណយើងខំពោឯងកាលនៅពីក្មេងណាឯងថោកទាបណាស់អតេះភ្លើងបុកគ្នាអញ្ចឹងខ្ញុំច្បាស់ជាស្លាប់អង្ខានទេសំខាន់ជាបងប្អូននឹងគ្នាទៀតហេចាំមិនដែរនាងប្រពន្ធដើមរវល់តែពពោះរាប់ខែពេលប្តីជូរមាត់មិនឲ្យគាត់ទៅរកក្រៅទេអីម្យ៉ាងខ្ញុំសាច់សសាច់ក្មេងខ្ចីលហក់អ្នកណាទៅទ្រាំបាននោះមែនទេលោកប្តីថាម៉េចនេះជាសម្ដីឯងមែនទេក្រែងឯងជាមនុស្សស្រីអីមិនក៏មិនយកចិត្តស្រីដូចគ្នាផងទៅឆ្ងាញ់ណាស់ទៅអីអាប្តីគេនឹងហាស្រីដូចនាងតែអាណិតធ្វើអីកុំខំដំឡើងសម្លេងខ្លាំងពេកឬមួយក៏ចង់បង្កើតកូននៅទីនេះឬយ៉ាងម៉េចហ្នឹងនាងពិតជាអត់កេះខ្មាស់មែនរមាស់ណាស់មែនទេមិនក៏មិនទៅរកកន្លែងផ្សេងទៅដឹងថាគេមានប្រពន្ធហើយភ្ញាក់ខ្លួនទៅជាដូនមួយបញ្ញាប់ទៅឆ្លុះកញ្ចក់មើលខ្លួនឯងទៅមើលទៅមុខហាមដៃជើងក៏ហាមស្លៀកពាក់ស្រាយទៀតអ្នកណាទៅលេបរួចនោះរអើមណាស់បានហើយឈប់ប្រកែកគ្នាទៀតទៅសុភាបងសម្រេចចិត្តច្បាស់ហើយថាបងនឹងលេងលះជាមួយអូនព្រោះបងមិនចង់លេបថ្មលេបគ្រួសទៀតទេបងចង់មានសេរីភាពលេបថ្មលេបគ្រួអញ្ចឹងក្រែងបងថាស្រឡាញ់អូនតែម្នាក់មែនទេបងសន្យាថាខ្ញុំមិនស្អាតក៏បងនៅស្រឡាញ់ដែរមិនប្រែដែរចុះនេះស្អីទៅមិនក៏បងភ្លេចសន្យាអស់ហើយមែនទេបានហើយពីមុននឹងឥឡូវវាមិនដូចគ្នាទេព្រោះបងអស់ចិត្តពីអូនហើយតែបងជាអ្នកសន្យានឹងខ្ញុំយ៉ាងម៉េចសង្គមកាន់តែទំនើបបងកាន់តែក្បត់មែនទេបងឈួតហើយធ្វើមនុស្សសំខាន់បំផុតគឺស្មោះត្រង់មិនមែនផុតក្បត់អញ្ចឹងទេឈប់និយាយទៅស្អែកនេះពួកយើងកុំជួបគ្នាទៀតអីព្រោះបងមានប្រពន្ធថ្មីហើយល្អណាស់បងលែងវាចោលទៅរៀនក៏មិនបានខ្ពស់ល្ងងក៏ល្ងងរស់នៅពឹងតលុយប្តីបងមកជារកលុយហត់ស្លាប់ហើយអូនអាណិតបងខ្លាំងណាស់ប្តីសម្លាញ់ចាញ់ពីកន្លែងនេះទៅគ្រប់យ៉ាងជារបស់ខ្ញុំទាំងអស់នាងកុំសង្ឃឹមថាបានមួយកាក់មួយសេនពីខ្ញុំឲ្យសោះឆាប់ចាញ់ទៅខ្ញុំមិនចង់ឃើញមុខនាងទៀតទេបងដាច់ធម៌មេត្តាពេកហើយចុះកូនចឹងនោះកូនចិត្តគ្រប់ខែហើយតែឲ្យអូនទៅពឹងអ្នកណាទៅនេះបងត្រូវស្នេហ៍គេមែនទេកាលពីមុនបងមិនមែនបែបនេះឡើយខ្ញុំគឺជាខ្ញុំហើយមិនដឹងតែក្មេងនោះជាកូននរណាគេផងខ្ញុំមិនទទួលស្គាល់ទេថាម៉េចនេះ
ជាសម្ដីលោកមែនទេលោកអើយលោកជួយមើលចុះប្រងងប់ងល់នឹងភ្លើងតណ្ហាវាចាថោកទាបគ្មានទំនួលខុសត្រូវនឹងប្រពន្ធកូនទេនេះណែបានសម្ដីណាហ៎ចេញឲ្យឆ្ងាយទៅពួកយើងគ្មានចុកអ៊ីតាស៊ីវិលអីទេបែកគ្នាក៏មិនពិបាកដែរយ៉ាងម៉េចទៅហើយឈឺហ៎អញអាក្រក់ណាស់ឆាប់ចេញទៅយើងមិនចង់ឃើញមុខនាងទៀតទេបងសពលជួយជូនអូនទៅហាងល្បីល្បាញបន្តិចទៅណាបងអូនណាមិនចង់ឃើញមុខវាទេហ្នឹងហើយបងក៏មិនចង់ឃើញមុខនាងដែររំខានណាមនុស្សថោកទាបពួកឯងពិតជាមានកម្មពៀមិនខានទេចាំមើលចុះសុពលនិងរចនាទោះបីឃើញថាសោភាហូរឈាមឈឺចុកចាំក៏មិនខ្វល់ដែរចំណែកសោភាវិញស្រវេស្រវាទៅដល់មន្ទីរពេទ្យជាមួយនឹងក្តីឈឺវេទនាជាពន់ពេកអ្នកនាងរួចផុតពីគ្រោះថ្នាក់ហើយលោកគ្រូពេទ្យខ្ញុំស្លាប់ជួបបណ្ណាហើយមិនក៏ពួកខ្ញុំផត់បែបនេះរួចចុះកូនខ្ញុំវិញនោះលោកគ្រូពេទ្យគេកាត់ឲ្យមែនទេលោកគ្រូពេទ្យឆាប់និយាយទៅសូមទោសផងណាខ្ញុំមិនអាចសង្គ្រោះក្មេងបានទេពួកយើងសង្គ្រោះបានតែម្ដាយប៉ុណ្ណោះសូមទោសពិតមែនណាអ្នកនាងសម្រាប់សិនចុះកូនម៉ាក់សំទោសដែលម៉ាក់មិនអាចមើលថែកូនបានម៉ាក់នឹងទៅតាមកូននៅក្នុងពេលឆាប់នេះហើយកូនតើអ្នកនាងចង់ធ្វើអីហ្នឹងលោកគ្រូពេទ្យកុំខាត់ខ្ញុំអីខ្ញុំចង់ស្លាប់ខ្ញុំមិនចង់រស់ទៀតទេខ្ញុំចង់ស្លាប់សូមអ្នកនាងរឹងមាំឡើងកុំគិតខ្លីអញ្ចឹងអីជីវិតមនុស្សម្នាក់មិនមែនល្អទាំងអស់នោះទេអ្នកនាងត្រូវតែក្រោកឈរឲ្យបានណាត្រូវហើយហេតុអីខ្ញុំត្រូវវេទនាដោយសារពួកក្បត់នោះខ្ញុំត្រូវតែរឹងមាំលោកគ្រូពេទ្យជួយព្យាបាលខ្ញុំផងណាខ្ញុំចង់ជាឆាប់នឹងអាចចាប់ផ្ដើមជីវិតថ្មីបាទអ្នកនាងគិតត្រូវហើយសូមអ្នកនាងសម្រាកចុះណាសោភាខំហាត់ប្រាណតែងខ្លួនស្អាតបាននិងអានសៀវភៅស្វែងយល់អំពីសង្គមមានចំណេះរហូតដល់នាងក្លាយជាបុគ្គលិកអង្គការលើកទឹកចិត្តមួយកន្លែងជំរាបសួរអ្នកនាងចាជំរាបសួរលោកតើលោកមានការអីដែរអូបាទខ្ញុំមកនេះគឺចង់បរិច្ចាគសៀវភៅសម្រាប់បណ្ណាល័យនៅក្នុងអង្គការនេះតើអ្នកនាងយល់យ៉ាងណាដែរចាលោកនេះខ្ញុំពិតជាអរគុណលោកណាស់សៀវភៅទាំងអស់ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ពួកយើងអរគុណលោកពិតមែនបានមិនអីទេអ្នកនាងខ្ញុំរីករាយណាស់បានតើអ្នកនាងមានគ្រួសារហើយនៅបាទនាងខ្ញុំថារឿងនេះដូចជាមិនតាក់ទងនឹងសៀវភៅទេណាលោកមែនហើយតែអ្នកនាងក៏ដូចជាសៀវភៅល្អមួយដែរសម្រាប់ខ្ញុំតែខ្ញុំអាចសុំអានផងបានទេព្រោះខ្ញុំដូចជាចង់ស្វែងយល់ពីអ្នកនាងខ្លាំងណាស់លោកចង់អានក៏អានចុះតែសៀវភៅនេះមិនថ្មីទេណាលោកថ្មីក៏ដោយមកទឹកក៏ដោយមិនសំខាន់ទេអ្វីដែលសំខាន់នោះគឺគុណតម្លៃដែលមាននៅក្នុងខ្លួនសៀវភៅណាអ្នកនាងស្អាតហើយលោកពូកែណាបាញ់ចាំងអានចុះបើពេញចិត្តកាលណាចាំគិតទៀតព្រោះសៀវភៅខ្ញុំនេះមិនប្រកែកមិនតវ៉ាអ្វីទាំងអស់ភាសាស្នេហាក៏ចាប់ផ្ដើមកើតឡើងកក្កដាជួបភ្លាមក៏មានចិត្តឆ្លេតតែម្ដងម្នាក់ជាកំឡោះម្នាក់ទៀតជាស្រីមេម៉ាយតើនឹងមានអ្វីកើតឡើងទៅអ្នកម៉ាក់កូនចង់ចូលស្ដីនារីម្នាក់ខ្លាំងណាស់អ្នកម៉ាក់ជួយធ្វើជាចាស់ទុំផងបានទេថាម៉េចរួចចុះកូនសូលីកានោះកូនគិតបែបណាទៅអ្នកម៉ាក់អូនសូលីកាមិនដែលមកស្រុកខ្មែរទេហើយនាងក៏មិនបានស្រឡាញ់កូនដែរកូនគិតថានាងមានសង្សារបាត់ទៅហើយក៏មិនដឹងតែនាងតែងតែធ្វើល្អដាក់ពួកយើងច្រើនណាស់ជួនកាលក៏ទិញទូរស័ព្ទខ្សែដៃពេជ្រជូនម៉ែទៀតណែបើមិនស្រឡាញ់តើហៅថាជាអ្វីទៅកូនតែកូនមិនដែលស្រឡាញ់អូនសូលីកាទេណាម៉ាក់កូនមាននារីនៅក្នុងចិត្តរួចហើយបានរួចចុះនារីនោះនៅណាទៅធ្វើការអីហើយស្អាតបាត់ដែរទេនាងឆ្លាតស្អាតតែនាងជាស្រីមេម៉ាយទេណាម៉ាក់តែសំខាន់កូនស្រឡាញ់នាងណាថាម៉េចមេម៉ាយមែនទេអើយចិត្តម៉ាក់កំពុងតែមិនចង់ផង
ឥឡូវឮថាមេម៉ាយទៀតម៉ាក់កាន់តែមិនចូលចិត្តហើយមិនបានទេម៉ាក់ហាមដាច់ខាតណាម៉ាក់តែនាងល្អណាស់ខ្ញុំស្រឡាញ់នាងខ្លាំងហើយណាម៉ាក់ខ្ញុំមិនដែលស្រឡាញ់ពេញចិត្តណាដូចជានារីម្នាក់នេះទេមេត្តាផងទៅណាម៉ាក់កូនលងស្នេហ៍នាងមែនទែនហើយកូនសំឡាញ់ស្ដាប់ម៉ាក់ណាពាក្យចាស់ថាមេម៉ាយមិនល្អមើលទេកូនឈប់គិតទៅមិនដឹងថាឆ្លងកាត់មនុស្សប្រុសមកប្រមាណអ្នកហើយទេដកខ្លួនឲ្យឆ្ងាយពីនាងទៅកូនតែម៉ាក់មេម៉ាយតែឈ្មោះក៏ប្រសើរជាងកមុំតែឈ្មោះដែរមែនទេម៉ាក់ម៉ាក់ដឹងស្រីកមុំខ្លះអួតប្រាប់គេថាកមុំគឺកមុំតែឈ្មោះតែហោចណាស់ក៏មិនទាន់ឆ្លងកាត់ការរៀបការហៅថាមេម៉ាយដែរណាកូនម៉ាក់អត់គាំទ្រទេគឺចប់ម៉ាក់នាងមេម៉ាយមែនតែចិត្តនាងល្អជាងកមុំមួយចំនួនទៀតណាម៉ាក់ម៉ាក់មិនខ្វល់ម៉ាក់មិនដឹងកូនជាកំឡោះទៅយកស្រីមេម៉ាយគឺមិនបានទេមិនបានកំពុងតែនិយាយគ្នាសុកសូលីកាក៏បានមកដល់ល្មមជំរាបសួរអ្នកមីងបងកក្កដាអូនឹកដើមដង្ហើមដល់តែម្ដងពិតជាល្អណាស់មកកូនចូលមកអង្គុយលេងសិនទៅណាចាំមីងចាក់ទឹកឲ្យញ៉ាំចាមិនអីទេអ្នកមីងញ៉ាក្មួយបានទិញសូត្រប្រណិតក្រវិលពេជ្រជូនអ្នកមីងផងដែរឯណាមីងសុំមើលបន្តិចសិនអូហូក្មួយនេះពិតជាល្អណាស់ស័ក្តិសមជាមួយនឹងកូនប្រុសមីងតែម្ដងហើយម៉ាក់អូនសូលីកាជជែកគ្នាសិនចុះណាបងទៅខាងលើហើយចាស់បងក្មួយកុំប្រកាន់នឹងកូនកក្កដាអីណាគេទើបតែមកពីហត់ណែញ៉ាំបាយនៅទីនេះចុះណាចាំមីងធ្វើម្ហូបពិសេសជូនមីងខ្ញុំថាបងកក្កដាក៏អាយុច្រើនដែរហើយមីងឆាប់ចូលស្ដីទៅដឹងខ្ញុំឲ្យបងកក្កដាភ្លាមទៅអ្នកមីងកុំទុកយូរពេកវាមិនល្អទេម្យ៉ាងទៀតខ្ញុំចង់មានគ្រួសារនឹងគេដែរក្មួយសំឡាញ់មីងក៏ចង់ណាស់ដែរតែថាកូនកក្កដាគេមិនព្រមស្ដាប់មីងសោះណាហើយទោះជាបង្ខំបែបណាក៏មិនព្រមដែរមីងថាម៉េចចោះសគុណទាំងអស់នេះដែលខ្ញុំជូនមីងនោះគ្មានតម្លៃទេមែនទេឬក៏ទិញបេះដូងបងកក្កដាបានទេមិនមែនអញ្ចឹងទេក្មួយហោចណាស់ក៏មានមីងដែរដែលស្រឡាញ់ក្មួយតែថាកូនកក្កដាគេបានលួចស្រឡាញ់នារីម្នាក់ទៅហើយក្មួយអើយមីងថាម៉េចបើបែបនោះចុះខ្ញុំគិតយ៉ាងម៉េចទៅតើនាងនោះគេនៅណាទៅខ្ញុំចង់ដឹងណាថាវាដាក់ស្នេហ៍បងកក្កដារបស់ខ្ញុំមែនទេថាទៅគឺមកពីក្មួយដែរនឹងទៅនៅអាមេរិកមិនមកមើលគេសោះទើបគេណាយចិត្តបែបនេះស្នេហ៍ណាវាមិនឈ្នះស្និទ្ធមែនមីងនិយាយថាម៉េចជាកំហុសខ្ញុំមែនទេណែកុំអារម្មណ៍អីស្រីនោះជាមេម៉ាយទេមីងមិននឹងព្រមទៅមីងថាមិនបានគឺមិនបានហានាងជាមេម៉ាយហ៎ចាស់មែនក្មួយកុំអារម្មណ៍អីកូនមីងមានតែម្នាក់មីងមិនទទួលយកស្រីមេម៉ាយមកធ្វើជាកូនប្រសាមីងនោះទេបានអញ្ចឹងមីងត្រូវតែសន្យានឹងក្មួយធ្វើយ៉ាងណាឲ្យបងកក្កដាមកស្រឡាញ់ក្មួយឲ្យបានមីងចង់បានលុយប្រមាណក៏ខ្ញុំឲ្យមីងបានទាំងអស់ទុកចិត្តលឺមីងចុះណាក្មួយសំឡាញ់ឲ្យតែលុយមកមីងមានកម្លាំងចិត្តតែម្ដងហើយថ្ងៃមួយមិញដាហាត់ប្រាណនៅតាមទីសាធារណៈមិនបានប្រយ័ត្នក៏បានជួបរឿងមួយនឹកស្មានមិនដល់អូយជួយផងចៅឆក់ខ្សែកជួយផងចៅឆក់ខ្សែកខ្ញុំហើយជួយផងលេងដៃឆាប់លេងដៃឲ្យម្នេះមកយាយកញ្ចាស់យីដៃស្វិតផងហ៎តាមីងមានរឿងអីឆាប់ភ្លាមក្មួយមើលចុះចៅឆក់ខ្សែកមីងហើយឆាប់ជួយទាញមីងផងអូយនេះណែអាចង្រៃឯងងាប់ទៅងាប់ទៅនេះណែតិចអូយហួលអូយសោភាបានវាយគ្នាជាមួយចៅហើយទីបំផុតចៅនោះក៏ចាញ់និងរត់ចេញបាត់ទៅអីហើយអ្នកមីងចៅទៅបាត់ហើយអរគុណក្មួយស្រីក្មួយពិតជាមានទឹកចិត្តល្អមែនកុំគួរសមអីម្យ៉ាងចៅនោះច្បាស់ជាចោតគុកមិនខានទេព្រោះទីនេះមានកាមេរ៉ាចាបើគ្មានក្មួយមីងចាប់មិនខានទេសម័យនេះល្អណាស់ការមានកាមេរ៉ាគ្រប់កន្លែងតែពួកចៅនោះណាវាដូចជាល្ងងណាស់ប្រមាថបច្ចេកវិទ្យាពេកហើយចាមីងហើយច្បាប់ក៏មិនលើកលែងពួកចៅតាមផ្លូវទាំងអស់នោះដែរមីងលើកទូរស័ព្ទសិនណា
អាឡូកូនប្រុស ម៉ាក់ល្ងាចនេះកូនទៅជួបសុភាហើយម៉ាក់ពិសាបាយមុនកូនទៅណាប៉ុណ្ណឹងសិនចុះ កូនកក្កដាយីកូននេះទៅជួបស្រីនោះទៀតហើយមែនទេអ្នកមីងមានការអីមែនទេគឺកូនមីងនឹងណាវាមិនស្ដាប់បង្គាប់សោះទៅជួបស្រីមេម៉ាយណាក៏មិនដឹងដែរណែគឺថាបើអញ្ចឹងមីងលាសិនហើយណាក្មួយស្រីចាខ្ញុំជូនមីងទៅដល់ខាងមុខចុះណាមិនប្រហែលទេដល់ចំណតឡានក្រុងហើយចាអរគុណច្រើនក្មួយស្រីរំខានក្មួយហើយណាអ្នកស្រីដាមិនដឹងទេថាអ្នកដែលឈរចំពោះមុខគាត់គឺជាមនុស្សស្រីដែលកក្កដាកំពុងតែទៅជួបចាំមើលតើមេស្រីនោះវាល្អប៉ុណ្ណាទៅបានជាកក្កដាងើបក្បាលមិនរួចបែបនេះមីងដាមិនវិលទៅផ្ទះវិញទេតែគាត់សម្រេចចិត្តទៅតាមកក្កដារហូតដល់អង្គការស្ត្រីដែលសោភាកំពុងទៅធ្វើការតើអូនហត់ទេអូនមិនហត់ទេនិយាយចឹងបងមកទីនេះមិនខ្លាចតែម៉ាក់បងខឹងទេបងដឹងថាម្ដាយបងងាយទទួលយកអូនទេតែបងជឿថាគាត់ក៏មិនអាក្រក់ដែរឲ្យទៅពួកយើងស្រឡាញ់គ្នាដោយស្មោះនៅក្នុងពេលនោះមីងដាក៏ដើរមកដល់ទាំងក្តីខាងក្រោតជាខ្លាំងមិនចាំយូរគាត់ក៏និយាយលឺដូចស្រែកថាឯណាមើលមីស្រីមេម៉ាយនោះវាល្អយ៉ាងណាទៅឆាប់ចេញមកអ្នកណាមេម៉ាយចេញឲ្យអស់មកខ្ញុំចង់ឃើញមុខខ្លាំងណាស់អ្នកម៉ាក់ស្ងាត់បន្តិចទៅមើលទីនេះជាកន្លែងអង្គការណាម៉ាក់មិនស្ងាត់ទេតើតានាងមេម៉ាយអស់នោះចេញមកវានៅឯណាទៅហៅវាចេញមកហាវាជាអ្នកសម្អាតនៅទីនេះមែនទេឬក៏នៅក្នុងបន្ទប់ទឹកណាមួយហាអ្នកម៉ាក់បើអ្នកម៉ាក់មិនខ្មាស់គេទេក៏គួរតែដឹងដែរថាទីនេះគេរក្សាភាពស្ងៀមស្ងាត់ឬក៏អ្នកម៉ាក់ចង់ឲ្យគេដេញអ្នកម៉ាក់ចេញមែនទេអូមានទោសអីម៉ាក់ឈប់និយាយលឺទៀតហើយតែកូនឆាប់នាំម៉ាក់ចេញទៅជួបនាងមេម៉ាយនោះភ្លាមទៅវាធ្វើការនៅទីនេះមែនទេជម្រាបសួរអ្នកមីងពួកយើងបានជួបគ្នាទៀតហើយតើអ្នកមីងកំពុងរកអ្នកណាដែរអាយ៉ាក្មួយស្អាតក្មួយធ្វើការនៅទីនេះមែនទេមើលចុះសំសួរល្អណាស់បើមីងស្មានមិនខុសទេច្បាស់ជាប្រធានអង្គការណាមួយហើយមែនទេបាទមែនហើយនាងជាប្រធានអង្គការនៅទីនេះណាម៉ាក់តើគាត់ជាម៉ាក់បងមែនទេបាទមែនហើយម៉ាក់នេះអ្នកទាំងពីរស្គាល់គ្នាមែនទេចាគឺថ្ងៃមុនពួកយើងបានជួបគ្នាដោយចៃដន្យតែខ្ញុំមិនដឹងថាគាត់ជាម៉ាក់បងទេណែកូនប្រុសកូនបំភ្លេចស្រីមេម៉ាយនោះទៅកូនហើយងាកមករកក្មួយស្អាតនេះទៅបានទេម៉ាំងមានការពេញចិត្តក្មួយស្រីម្នាក់នេះជាខ្លាំងម៉ាក់នាងជាប្រធានអង្គការជួយសង្គមនៅទីនេះហើយនាងគឺជាសោភាដែលកូនស្រឡាញ់ថាម៉េចគឺក្មួយជាស្រីមេម៉ាយនោះមែនទេចាស់មីងបានជាពួកយើងស្រឡាញ់គ្នាទៅហើយសូមមីងមេត្តាពួកយើងផងចុះណាបានទេពិតមែនហើយម៉ាក់កូនស្រឡាញ់នាងលើសពីជីវិតទៅទៀតដូច្នេះសូមម៉ាក់កុំបំបែកពួកកូនអីណាម៉ាក់បំបែកស្អីការស្អែកនេះល្អទេកូនម៉ាក់ក៏ស្រឡាញ់ពេញចិត្តនាងដែរណាកូនម៉ាក់ថាម៉េចម៉ាក់ព្រមទទួលយកសោភាហើយមែនទេមែនតើអ្នកណាដែលថាមិនចង់បានកូនប្រសាដែលពូកែហើយថែមទាំងជួយសង្គមជាច្រើនបែបនេះទៅកូនដឹងទេស្ត្រីដែលពូកែរឹងមាំជួយសង្គមគេឲ្យតម្លៃខ្លាំងណាស់អរគុណអ្នកមីងហើយអរគុណដែលបានសរសើរក្មួយផងដែរហៅម៉ាក់ក្មេកទៅបានត្រូវណាកូនប្រសាស្រីកូនសូមអរគុណម៉ាក់ហើយអ្នកម៉ាក់ពិតជាមនុស្សល្អជាងគេនៅលើលោកមែនបានហើយម៉ាក់ទៅមុនហើយព្រោះដើម្បីមើលពេលវេលារៀបការឲ្យកូននឹងណាណែកុំភ្លេចស្រឡាញ់គ្នាឲ្យដូចម៉ាក់និងប៉ាកូនដឹងទេយាយកញ្ចាស់នេះអាក្រក់ណាស់ពិតជាបាត់ដៃខ្នងដៃមែនយើងមិនសុខចិត្តទេនេះសពលឆាប់មកជួបយើងភ្លាមយើងមានការងារឯងធ្វើជាបន្ទាន់មកកាន់តែលឿនកាន់តែល្អចាំយើងផ្ញើទីតាំងឲ្យសួស្ដីយាយកញ្ចាស់បាត់ដៃខ្នងដៃសាច់សบายណាស់មែនទេឆាប់ប្រមូលមាសពេជ្រឲ្យខ្ញុំវិញភ្លាមក្មួយថាម៉េចក្មួយចង់យកវិញអីមីងស្ដាប់មិនច្រឡំទេមែនទេខ្ញុំដឹងរឿងអស់ហើយមីងអាក្រក់ណាស់បែរជាយកស្រីមេម៉ាយមកធ្វើជាកូនប្រសាទៅវិញមេម៉ាយទៅវាយ៉ាងម៉េចអនាគតកូនប្រសាខ្ញុំគេល្អណាស់ការងារសង្គមក៏ច្រើនមិនដូចនាងទេដើរហិចហើរគ្មានគោលដៅតើគេហៅថាកមុំស្អីទៅណមិនក៏និយាយបែបនេះបានថ្មីហើយដោយគ្មានក្រែងចិត្តខ្ញុំសោះ
បានល្អណាស់នេះសពលអញបដៅយាយកញ្ចាស់នេះឲ្យរៀងម្ដងទៅ បាទអ្នកនាងកុំព្រួយអី អញចង់ធ្វើស្អីអើយលែងយើងទៅលែងយើងលែងយាយកញ្ចាស់កំបិតនេះមុតដែរទេវាសមនឹងមុខឯងខ្លាំងណាស់ចាំមិនហើយខ្លាចហើយមែនទេហាមុតណាស់ខ្ញុំខ្លាចហើយសូលីកាកុំធ្វើបាបខ្ញុំអីណាចង់ដឹងណាថាកំបិតនេះធ្លាយពោះវៀនវាឈឺយ៉ាងម៉េចខ្លះទៅណងាប់ទៅយាយកញ្ចាស់ឈប់ភ្លាមសូលីកាឆាប់លេងម៉ាក់ខ្ញុំភ្លាមទៅនាងខូខើណាស់កូនម៉ាក់ជួយម៉ាក់ផងម៉ាក់ខ្លាចណាស់កូនម៉ាក់ខ្លាចណាស់អើយលោកប៉ូលីសចាប់ពួកគេទៅពីបទប៉ុនប៉ងសម្លាប់មនុស្សខ្ញុំអត់ទេនាងសូលីកាជាអ្នកបញ្ជាខ្ញុំទេលោកសពលមិនក៏លោកមកនៅទីនេះទៅវិញកុំប្រាប់ណាថាលោកស៊ីឈ្នួលសម្លាប់មនុស្សអូនសូភាជួយបងផងអូនបងមិនចង់ជាប់គុកទេអូនត្រូវតែជួយបងណាមើលទៅអ្នកបោកប្រាស់លេចចេញកន្ទុយហើយបងកក្កដានាងនេះនឹងប្តីវាសម្ដែងល្ខោនចំពោះមុខបងហើយតើបងនៅយកវាទៀតទេហាតែនេះជាស្អីទៅអូនសូភាបងមិនយល់ទេមែនគេជាអតីតប្តីខ្ញុំតែពួកយើងបានលែងលះគ្នាហើយដោយដែលអូនប្រាប់បងនឹងហើយកុហកពួកវាកុហកទេលោកសម្រាប់កូនខ្ញុំតែលោកនៅចង់ជាប់គុកដែរទេមនុស្សដូចលោកសំតដីគុកយូរហើយអត់ទេខ្ញុំធ្វើតាមបញ្ជាគេទេអូនសូភាលើកលែងបងផងណាលោកកក្កដាខ្ញុំជាប្តីមិនបានការទើបខ្ញុំយកស្រីថ្មីសូមជួយខ្ញុំផងទៅគ្មានអ្នកណារួចខ្លួនទេពួកឯងត្រូវតែចូលគុកកក្កដាចាប់នាងសូលីកានិងអាចោម្នាក់នេះភ្លាមពួកវាចង់សម្លាប់ម៉ាក់ណាកូននាងសូមចេញទៅបកស្រាយនៅប៉ុស្តិ៍ឥឡូវនេះភ្លាមលោកខាងនេះក៏ដូចគ្នាដែរបងអើយអត់ទេបងអត់ទេលែងខ្ញុំអត់ទេបងកក្កដាលែងខ្ញុំអើយលែងសូលីកានិងនាយសុពលត្រូវបានប៉ូលីសឃាត់ខ្លួនពីបទប៉ុនប៉ងសម្លាប់មនុស្សចំណែកអ្នកស្រីដាក៏និយាយថាអស់អីហើយម៉ាក់ភ័យខ្លាំងណាស់មិនគួរណាស្គាល់មនុស្សខុសសោះបានម៉ាក់ពីពេលនេះទៅពួកយើងនឹងមើលថែម៉ាក់ឲ្យបានល្អម៉ាក់កុំបារម្ភអីមើលថែគ្នាឲ្យល្អណាកូនម៉ាក់សប្បាយចិត្តខ្លាំងណាស់ដែលឃើញកូនមានគូគ្រងនឹងគេបានម៉ាក់កូនស្រឡាញ់ម៉ាក់ណាស់បងក៏ស្រឡាញ់អូនដែរណាអនាគតប្រពន្ធបង